នាយញូងមានដើមកំណើតនៅស្រុកសួងមង្ឃុតមានឪពុកឈ្មោះសួនម្ដាយឈ្មោះសែនមុននឹងនាយញូងមកទំពោះម្ដាយបរោះជាឪពុកបានសុបិនឃើញព្រះកាលគឺជាព្រះអាទិទេពផ្នែកពេលវេលាឬក៏មច្ចរាជយកដាវមួយមកហុចប្រគល់ឲ្យតាមសុបិននេះលោកគ្រូចាអធិការវត្តភ្នំបានទូទីថាប្តីប្រពន្ធនេះនឹងបានកូនប្រុសហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យតែមិនមានអាយុវែងទេនៅពេលដែលនាងសែនមានផ្ទៃពោះតែងតែចង់បរិភោគប្រមាត់ដីរុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅពណ៌បៃតងគ្មានផ្កាទេហើយដែលគេតែងតែយកមកដាំសម្រាប់ដាំលម្អតាមសួនច្បារនាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើជាអាហារឲ្យប្រពន្ធបរិភោគតាមចំណង់ជាប្រក្រតីគ្រប់ថ្ងៃខែពេលវេលាកាលណាគឺនៅថ្ងៃ6កើតខែពិសាខឆ្នាំថោះពុទ្ធសករាជ1154គ្រិស្តសករាជ612នាងសែនសម្រាប់បានកូនប្រុសម្នាក់ដោយហោរាទុះទាញមែនទារកនោះមានសម្បល់ពណ៌ខ្មៅស្រអែមស្វាយដែលជាហេតុនាំឲ្យម្ដាយឪពុកដាក់ឈ្មោះហៅថាញូងលុះចូលដល់វ័យល្មមនិងសិក្សាបានកុមារញូងត្រូវបានឪពុកម្ដាយយកទៅឲ្យរៀនសូត្រជាមួយនឹងព្រះគ្រូចាស់អធិការវត្តភ្នំស្លេះសេចក្តីប៉ុណ្ណឹងចុះនិងនិយាយអំពីព្រះបាទចក្រពត្តិបន្តិចសិនកាលដែលព្រះបាទសង្កចក្រឬស្ដេចគំឡុងព្រះមហាក្សត្រខ្មែរទី15ចូលទិវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមចក្រពត្តិបានឡើងសោយរាជ្យគ្រប់គ្រងប្រទេសកម្ពុជាបន្តពីព្រះបិតានៅក្នុងព្រះជន្ម21ព្រះវស្សាពិធីអភិសេកព្រះចក្រពត្តិជាព្រះមហាក្សត្របានប្រារព្ធយ៉ាងឧឡារិកនៅថ្ងៃ3កើតខែចែកឆ្នាំវកពុទ្ធសករាជ1516ត្រូវជាគ្រិស្តសករាជ972ព្រះអង្គជាស្ដេចខ្មែរទី16ហើយមានព្រះរាជបរមនាមថាព្រះបាទសម្ដេចព្រះចក្រពុត្រាធិរាជបរមបពិតព្រះអង្គគង់នៅព្រះបរមរាជវាំងមហានគរដដែលព្រះបាទចក្រពត្តិមានព្រះរាជាបុត្រពីរព្រះអង្គបុត្រច្បងព្រះនាមបទុមកុមារប្រសូតនៅឆ្នាំវកនិងព្រះរាជបុត្របន្ទាប់ព្រះនាមសិរីកុមារប្រសូតនៅឆ្នាំរកាជាមួយគ្នានេះអ្នកមនាងកែវត្រូវជាមហេសីម្នាក់ទៀតរបស់ស្ដេចចក្រពត្តិក៏មានគាត់ដែរគឺនៅក្នុងឆ្នាំជូតពុទ្ធសករាជ1544ត្រូវជាគ្រិស្តសករាជ1000សម័យមួយព្រះរាជាបានចេញបញ្ជាឲ្យនិមឺនសពមុខមន្ត្រីកេណ្ឌប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌឲ្យមកកាប់ឈើជញ្ជូនថ្មសាងសង់ព្រះបរមរាជវាំងនិងបាចទឹកសម្អាតស្រះអូរប្រឡាយតូចធំនៅក្នុងព្រះនគរក្នុងចំណោមប្រជាជនកំណែនទាំងនោះគេឃើញមានបរិសម្នាក់មៀតមាំរាងធំសម្បកខ្មៅនោះគឺឈ្មោះថានាយញូងនាយញូងត្រូវបានចៅហ្វាយខេត្តចាត់ឲ្យធ្វើជាមេរយពួកកំណែនហើយបញ្ជូនទៅបំពេញការងារឯមហានគរក្រុមរបស់នាយក្រញូងត្រូវបានគេបង្គាប់ឲ្យទៅកាប់ឈើនិងជញ្ជូនថ្មនៅជើងភ្នំដងរែកក្រុមកំណែនខ្លះទៀតក៏មាននៅធ្វើការឯភ្នំគូលែនដែរព្រឹត្តិការណ៍កំណែននេះបានធ្វើឲ្យប្រជាជនខ្មែរទាំងប្រុសទាំងស្រីខឹងសម្បាក់ក្តៅក្រហាយគ្រប់គ្នាគឺដោយសារខ្លាចអំណាចស្ដេចខ្លាចទទួលទោសម្ល៉េះហើយម្នាក់ចេះតែខំមាត់សង្កត់ធ្មេញគ្រប់ធ្វើតាមតែបញ្ជាទៅថ្ងៃមួយនាយញូងត្រូវដល់វេននៅចាំជំរុំហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារសម្រាប់សមាជិកក្រុមកំណែនឯទៀតដែលទៅបំពេញភារកិច្ចវេលាដាំបាយឆ្អិនកាលណានាយញូងរកអ្វីមិនបានមកជ្រួយបាយក៏ងាកឆ្វេងស្ដាំស្រាប់តែក្រឡេកឃើញមេឃដើមរកាខ្មៅនាយញូងក៏ឈោងចាប់យកមេឃដើមរកាខ្មៅនេះមកជ្រួយបាយរំពេចភ្លាមនោះបាយដែលមានពណ៌សស្គុះក៏ប្រែក្លាយទៅជាខ្មៅវិញដោយក្តីហេវហត់និងឃ្លានផងនាយញូងក៏បរិភោគបាយពណ៌ខ្មៅនោះទាល់តែអស់ពីខ្ទះបន្ទាប់មកនាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីសម្រាប់សមាជិកកំណែនឯទៀតតែម្ដងនេះដល់ពេលនាយញូងរកមេឃដើមរកាខ្មៅនោះមកជ្រួយបាយស្រាប់តែមេឈើនោះបាត់ស្រមោលរកមិនឃើញមេឃដើមរកាខ្មៅដែលបាននោះគេមិនដឹងឡើយថាជាអន្តរាគមរបស់ទេវតាឬក៏ខ្មោចអារក្សយកមកដាក់ហើយលាក់បំបាំងវិញ
ប៉ុន្តែបើតាមពងសាវតាវត្តទឹកវិលនៅក្នុងស្រុកស្អាងខេត្តកណ្ដាលបានសរសេរកត់ត្រាទុកថាដោយគុណបនបារមីនាងញូងនឹងត្រូវបានធ្វើជាស្ដេចទើបបានជាទេវតាមកដាក់បណ្ដុះឲ្យមានដើមរកាខ្មៅដុះនៅចំកណ្ដាលកន្លែងដែលពួកកំណែនរបស់នាងញូងត្រូវមកបោះជំរំតាំងទីយ៉ាងដូចនេះគ្រាន់តែបរិភោគបាយនោះឆ្អែតនាងញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លាកើតឡើងព្រឹសជាលំដាប់ដោយមិនដឹងខ្លួនគឺនៅពេលដែលនាងញូងចាប់ទាញពុតមែកដើមឈើទាលយកមកដាក់ព្យួរសង្រែកបាយទើបនេះដឹងថាមានកម្លាំងខ្លាំងអស្ចារ្យស្មើនឹងដំរីសា7នាងញូងអាចពុតកាច់និងដកដើមឈើទាលបានយ៉ាងងាយស្រួលមិនបាច់ខំក្រុមកំណែនទាំងអស់កាលបើឃើញមហិទ្ធិឫទ្ធិបារមីនាងញូងសមាជិកកំណែនទាំងនោះក៏នាំគ្នាបាក់បបខ្លោបខ្លាចកោតស្ញប់ស្ញែងគ្រប់បូជាទុកជាអ្នកមានបនម្នាក់យល់និងជឿថានាងញូងជាតួអង្គព្រះបាទធម្មកៈដែលយាងចុះមកចាប់កំណើតជាមនុស្សលោកដើម្បីស្រោចស្រង់និងលើកស្ទួយដំកើងព្រះពុទ្ធសាសនាប្រជាជនកំណែនទាំងនោះនាំគ្នាសុំចុះចូលបម្រើនាងញូងហើយសុំតែងតាំងឲ្យឡើងធ្វើជាស្ដេចនៅពេលដែលនាងញូងកំពុងតែមានកម្លាំងកើនមហិមាដោយដំរីសា7ស្រាប់តែមានដំបងមួយបានលេចចេញមកធ្វើជាអាវុធគឺដំបងឈើក្រញូងមានប្រវែង5ហត្ថ1ចំអាមនាងញូងចាប់យកដំបងនោះមកក្រវីវិលជាប់ស្មេដោយកងចាក់ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ15ហត្ថផងដែរមនុស្សម្នាទាំងឡាយដែលបានឃើញឫទ្ធីចេស្តារបស់នាងញូងខ្លាំងអស្ចារ្យដូចនេះក៏បានដាក់ឈ្មោះឲ្យថាដំបងក្រញូងជាប់ជារៀងដរាបរហូតមកដឹងច្បាស់ថាខ្លួនមានកម្លាំងខ្លាំងក្លាពូកែលើសអស់មនុស្សធម្មតាហើយមានមហិទ្ធិឫទ្ធិអំណាចនាងញូងក៏ចាប់ផ្ដើមបែកគំនិតចង់សោយរាជ្យធ្វើជាស្ដេចដោយដែលក្រុមជនកំណែនទាំងអស់ឲ្យឈប់កាប់ឈើសម្រាប់យកទៅសង់ព្រះរាជវាំងស្ដេចក្រុមកំណែនទាំងអស់ត្រូវនាំគ្នាកាប់ឈើធ្វើជាដំបងប្រណុងវិញនិងនាំគ្នាកាន់អាវុធមានកាំបិតដាវលំពេងពូថៅព្រួញធ្នូស្នាហើយនាំគ្នារៀបចំវឹកវើជាកងទ័ពដើម្បីចេញដំណើរទៅព័ទ្ធវិវាំងប្រហារស្ដេចព្រះបាទចក្រពត្តិប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីដើរតាមដំបងក្រញូងដូច្នេះគេអាចរួចពីកំណែនលែងនឿយហត់កាប់ឈើចិញ្ជូនថ្មបំរើស្ដេចទៀតពងសាវតាវត្តទឹកវិលប្រាប់ថាដំបងក្រញូងលើកទ័ព100000នាក់ទៅឡោមព័ទ្ធព្រះមហានគរព្រះមហាក្សត្រព្រះនាមចក្រពត្តិគ្រីនោះដែលកំពុងតែមានជំងឺរោគគាព្យាធិយ៉ាងទម្ងន់ព្រះអង្គបានចែកទ័ពជាពីរផ្នែកឲ្យចេញទៅទប់ទល់នឹងដំបងក្រញូងទ័ពផ្នែកទី1ត្រូវចេញទៅក្រៅទីក្រុងវាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវឯទ័ពផ្នែកទី2ត្រូវនៅប្រចាំការពារព្រះរាជធានីការប៉ះទង្គិចវាំងជល់គ្នារវាងទ័ពទាំងពីរមានសភាពខ្លាំងក្លាគួរឲ្យរន្ធត់ទាហានពលសេនាទាំងសងខាងស្លាប់និងរបួសច្រើនមីឌីដាប៉ុន្តែមិនយូរប៉ុន្មានទ័ពរបស់ក្រញូងក៏ចាប់ផ្ដើមមានព្រៀបជាងហើយក៏យកបានជោគជ័យកំទេចទ័ពទី1របស់ស្ដេចព្រះចក្រពត្តិដំបងក្រញូងវាយសម្រុករុករលតទៅមុខទៀតរហូតដល់ទៅព័ទ្ធជុំចិត្តព្រះនគរខាងព្រះមហាក្សត្រនៅសល់តែទ័ពទុកសម្រាប់ការពារទីក្រុងតែប៉ុណ្ណោះទោះបីជាដូច្នេះក៏ដោយក៏ទ័ពរបស់ដំបងក្រញូងនៅតែពុំអាចវាយដណ្ដើមយករាជធានីបានដែរកងទ័ពដំបងក្រញូងឡោមព័ទ្ធព្រះមហានគរអស់រយៈពេល2ខែនៅតែមិនទាន់បានជ័យជំនះផ្ដាច់ព្រាត់ទៀតនៅក្នុងឱកាសនោះដំបងក្រញូងចាត់ពលសេនាគ្រប់រូបឲ្យប្រដាប់ជាប់នឹងខ្លួននៅចន្លោះនិងជ័រឈើលុះយប់ជ្រៅកាលណាដំបងក្រញូងក៏បញ្ជាឲ្យពលរេទាំងអស់វាយប្រហារសន្ធប់យ៉ាងកក្រឹកកក្រែងដាក់ជណ្ដើរលត់ផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួនហើយចាក់ស្រោចស្រពនិងដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុងមិនយូរប៉ុន្មានកងទ័ពព្រៃរបស់ដំបងក្រញូងក៏វាយកំទេចទ្វារមហានគរបានដោយជោគជ័យហើយក៏រត់សម្រុកចូលវាយលុករុករលប្រហារកាប់ចាក់យ៉ាងសាហាវឥតត្រាប្រណីទៅលើកងទ័ពព្រះរាជានិងប្រជាប្រដ្ឋស្លូតត្រង់ទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងក្នុងគ្រានោះព្រះមហាក្សត្រចក្រពត្តិ
ដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរផ្ទុំនៅលើប្រតេនការបលឺស្នូសូអាវុធប៉ះទង្គិចគ្នាឃើញភ្លើងកំពុងតែឆាប់ឆេះព្រះបរមរាជវាំងឮសូរសម្រែកស្រែកហូរកញ្ជ្រៀវអើងកងលាយឡំដោយការយំយែកស្រែកឈឺចុកចាប់ព្រះអង្គខំប្រឹងងើបឈរដើម្បីចេញទៅតស៊ូតែព្រះអង្គត្រូវដួលធ្លាក់មកលើព្រះកលាបន្ទំវិញហើយសគត់ក្នុងគ្រានោះទៅពងសាវតាសម្ដេចវាំងជួនបានសរសេរថាព្រះបាទចក្រពត្តិព្រះមហាក្សត្រខ្មែរទី16បានសគត់នៅក្នុងឆ្នាំជូតក្នុងព្រះជន្ម49ព្រះវស្សាព្រះអង្គសោយរាជ្យបាន29ឆ្នាំពងសាវតាវត្តទឹកវិលបានបញ្ជាក់ថាដំបងក្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយបានរៀបចំធ្វើពិធីបូជាព្រះសពព្រះបាទចក្រពត្តិហើយយកព្រះអធិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោមថ្ងៃ10កើតខែពិសាខឆ្នាំឆ្លូវពុទ្ធសករាជ1545ត្រូវនឹងគ្រិស្តសករាជ1001ដំបងក្រញូងកូនរាស្ត្រសាមញ្ញដែលមានពងចេញពីស្រទាប់ប្រជាជនកសិករបានទទួលអភិសេកឡើងសោយរាជ្យសម្បត្តិគ្រប់គ្រងប្រទេសកម្ពុជាដំបងក្រញូងក្លាយជាស្ដេចទី17បន្ទាប់ពីព្រះបាទចក្រពត្តិហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថាព្រះបាទគោតមអមរទេវរាជគ្រាន់តែបានទទួលជ័យជំនះឡើងកាន់អំណាចនិងសោយរាជ្យភ្លាមស្ដេចដំបងក្រញូងមិនបង្អង់ទុកឲ្យរាជវង្សានុវង្សព្រះមហាក្សត្រមុនបានសុខឡើយព្រះអង្គចេញបញ្ជាទៅគ្រប់មន្ត្រីពលសេនាទៅតាមភូមិស្រុកតំបន់នានានៅក្នុងព្រះរាជាណាចក្រដោយដើរស្រាវជ្រាវឆែកឆេររោគចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ហើយយកទៅសម្លាប់ចោលដោយដុតក្នុងភ្លើងទាំងរស់ថ្លែងពីព្រះបទុមកុមារបុត្រច្បងព្រះបាទចក្រពត្តិដែលទើបតែមានអាយុ13វស្សាផិតភ័យឥតឧបមាហើយបានកិច្ចលួចរត់ផុតពីកណ្ដាប់ដៃពួកស្ដេចដំបងក្រញូងព្រះអង្គបានទៅសាងភ្នួសជាសង្ឃនៅក្នុងព្រៃភ្នំក្រំថ្មចាប់តាំងពីថ្ងៃនោះមកគេបានដឹងថាព្រះអង្គមិនដែលតាក់ទងឬនិមន្តចេញចូលកាត់តាមស្រុកភូមិអ្នកស្រុកឡើយហើយគេបានដឹងទៀតថាព្រះអង្គបានរៀនចេះចាំគ្រប់សិលសាស្ត្រវេទមន្តវិជ្ជាការខ្លាំងពូកែអស្ចារ្យចំណែកឯព្រះរាជបុត្រទី2គឺព្រះសិរីកុមារដែលទើបតែមានព្រះជន្ម5វស្សារួមជាមួយនឹងមេដោះខំរត់ពួនកិច្ចវេះយករួចខ្លួនដែរតែរត់មិនផុតត្រូវក្រុមសេនាដំបងក្រញូងចាប់បានព្រះសិរីកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើងដើម្បីឲ្យស្លាប់នាកាលនោះពេលល្ងាចប្រលប់យប់បន្តិចហេតុតែសំណាងបនបារមីមកជួយទាន់ស្រាប់តែពលទាហានមួយក្រុមមកដល់មើលឃើញប្រទេសនឹងភ្នែកក៏កើតមានចិត្តសង្វេគចិត្តអាណិតអាសូរនាំគ្នាអូសទាញអូសព្រះសិរីកុមារចេញពីភ្លើងយកមកលាក់ទុកក្នុងកំពូលផ្ដៅក្រែកហើយក៏នាំគ្នារត់បាត់ទៅព្រះអង្គមិនសគត់ទេគ្រាន់តែត្រូវភ្លើងឆាបឆេះរលេះរលួយមានដំបៅស្លាកស្នាមពីពេញរាងកាយតែប៉ុណ្ណោះបន្ទាប់មកចៃដន្យអ្វីមានព្រះសង្ឃមួយក្រុមនិមន្តកាត់តាមនោះបានយល់ឃើញព្រះសិរីកុមារស្ថិតក្នុងសភាពដ៏សែនខ្លោចផ្សាដូច្នេះព្រះសង្ឃទាំងអស់អង្គមានចិត្តមេត្តាករុណាសង្គ្រោះជួយរើសយកទៅចិញ្ចឹមបីបាច់ថែរក្សាឱកាសយូរបន្តិចមកដំបៅព្រះរាជកុមារក៏បានជាសះស្បើយតែដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញែងក្រញ៉ង់រួញជាប់គ្នារកដើរមិនកើតដើម្បីនឹងធ្វើចលនាទៅមុខថយក្រោយទៅឆ្វេងទៅស្ដាំព្រះអង្គខំប្រឹងរំកិលដោយគូតហេតុដូច្នេះហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះឲ្យថាព្រហ្មកិលអ្នកខ្លះទៀតនិយមហៅថាពញាក្រែកព្រោះព្រះសង្ឃបានរើសយកចេញពីកំពូលផ្ដៅក្រែកឥឡូវយើងនឹងអធិប្បាយនិយាយអំពីស្ដេចដំបងក្រញូងក្សត្រខ្មែរទី17វិញព្រះអង្គសោយរាជ្យបាន7ឆ្នាំ7ខែថ្ងៃមួយព្រះអង្គបានកោះហៅព្រះរាជហោរាមកទស្សទាយមើលពីជោគជតារាសីរបស់ព្រះអង្គចង់ដឹងថាតើមានអ្នកមានបនណាមួយអាចមកដណ្ដើមរាជពីព្រះអង្គឬទេហោរាវាយលេខអត្តគុណគូបោកសងគុណចែកចុះឡើងមើលទៅឃើញថាព្រះអង្គដំបងក្រញូងសោយរាជ្យសម្បត្តិប្រទេសកម្ពុជាបានតែ7ឆ្នាំ7ខែនិង7ថ្ងៃប៉ុណ្ណោះដូច្នេះ7ថ្ងៃទៀតព្រះអង្គនឹងត្រូវអស់បន់ពេលនោះ
មានអ្នកមានបននឹងចេញមកដណ្ដើមយករាជសម្បត្តិជាមិនខានលឺសូហៅទូទីដូច្នេះស្ដេចដំបងក្រញូងនឹកគិតថាបើអ្នកមានបននោះចេញមកមែនយើងនឹងយកដំបងក្រញូងរបស់យើងគប់វាឲ្យបែកខ្ទេចម៉ត់តែម្ដងបើយើងវាកំទេចយកជ័យជំនះមិនបានទេនោះយើងនឹងសុំចុះចាញ់ហើយយើងនឹងលើករាជបល្ល័ង្កថ្វាយភ្លាមដើម្បីជៀសវាងកុំឲ្យកើតមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមគ្នាដូច្នេះប្រទេសជាតិខ្មែរក៏មិនរងទុក្ខវេទនាប្រត់ប្រាស់មិនមានកម្មពៀវេរាដោយសារតែរូបយើងដែរឯរូបយើងសោតក៏គ្មានជាប់ជំពាក់កម្មពៀនឹងបណ្ដាជនខ្មែរហើយយើងក៏គ្មានអ្នកណាអាចដាក់កំហុសផ្ដន្ទាទោសជេរប្រតិចផ្ដាសាតកូនតចៅរហូតដែរដំណឹងទស្សទាយបានលេចលឺជ្រួតជ្រាបទៅដល់ប្រជានារីគ្រប់ទិសទីថ្ងៃទី7មកដល់កាលណាមនុស្សម្នាអ្នកស្រុកភូមិពីគ្រប់តំបងចិត្តឆ្ងាយនាំគ្នាមកមហានគរជួបជុំកោះកកកកុញត្រហឹងអង្គងរងចាំមើលអ្នកមានបនពញាក្រែកឬព្រហ្មកិលចង់ទៅទីក្រុងដែរហើយក៏សុំសេចក្តីអនុញ្ញាតពីព្រះសង្ឃដើម្បីមើលអ្នកមានបននឹងគេដែរកាលនោះព្រហ្មកិលមានអាយុ17ឆ្នាំនេះបើតាមពងសាវតាវត្តកោកានេះខំប្រឹងរំកិលចៅកោះលើដីអស់គូតធ្វើដំណើរយ៉ាងសែនត្រដាប់ត្រដួសតាមផ្លូវឆ្ពោះទៅកាន់មហានគរដែលមានជំនឿនិងសង្ឃឹមថាបើមានអ្នកមានបនចេញមកមែនអ្នកដែលមានជំងឺមានរោគគាបជាធិមនុស្សខ្វាក់មនុស្សខ្វិនមុខនឹងតែជាសះស្បើយមើលឃើញដើររួចដូចដើមជាមិនខានកាលបើបានឃើញអ្នកមានបនជិះសេះដល់ដូចហោរាទស្សទាយប្រជាពលរដ្ឋដែលនាំគ្នាចាំមើលកកកុញក្នុងមហានគរស្រែកហូកញ្ជ្រៀវត្រហឹងអើងកងរត់ប្រញាប់ប្រពូនតាមមើលព្រឹត្តិការណ៍ចំណែកស្ដេចដំបងក្រញូងដែលរងចាំអ្នកមានបនជាយូរណាស់មកហើយកាលបើបានឃើញជាក់ស្ដែងនឹងភ្នែកកើតមានក្តីមួមងក្តៅក្រហាយខឹងសម្បាជាខ្លាំងចាប់ទាញដំបងក្រញូងមកគប់ចោលតម្រង់ទៅពញាក្រែកឬព្រហ្មកិលដើម្បីប្រហារជីវិតឲ្យខ្សិនខ្សែតែម្ដងប៉ុន្តែដំបងរបស់ស្ដេចដំបងក្រញូងបែរជាអស់រិទ្ធមិនបានប៉ះចំអ្នកមានបនទេហើយក៏ធ្លាក់បាត់ទៅកន្លែងដែលដំបងធ្លាក់ក៏คล้ายជាអូដែលមានឈ្មោះថាអូដំបងហើយតំបន់នោះក៏មានឈ្មោះថាបាត់ដំបងឃើញហេតុភេទដ៏អស្ចារ្យដូច្នោះប្រជានុរាស្ត្រខ្មែរគ្រប់រូបព្រមទាំងសេនានាយម៉ឺនសពមុខមន្ត្រីក៏នាំគ្នាក្រាបថ្វាយបង្គំសំពះទទួលព្រហ្មកិលឯស្ដេចដំបងក្រញូងវិញដែលយល់ដឹងថាខ្លួនអស់បនបារមីអស់សមត្ថភាពក៏សុខចិត្តដាក់ខ្លួនក្រាបថ្វាយបង្គំពញាក្រែកឬព្រហ្មកិលសុំចំណុះចុះចាញ់ហើយលើករាជសម្បត្តិប្រគល់ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោងអតីតស្ដេចដំបងក្រញូងបានសម្រេចចិត្តធ្វើដោយអ្វីដែលបានគិតទុកនោះមែនគឺធ្វើដំណើរគ្មានទិសដៅចាក់ចេញពីព្រះនគរក្នុងខែភទ្របទឆ្នាំវោកដំបងក្រញូងបានទៅដល់ស្រុកលាវកាលនោះនគរចម្ប៉ាស័កត្រូវវងដំរីចេញមកយាយីរាតបាតធ្វើឲ្យប្រជានុរាស្ត្ររងទុក្ខវេទនានិងវិនាសហិនហោចអស់ជាច្រើនស្ដេចដំបងក្រញូងបានចេញទៅជួយយកអាសាស្ដេចលាវកំចាត់អស់វងដំរីដូច្នោះហើយដើម្បីតបស្នងសងគុណផងហើយជាពិសេសដោយភ័យព្រួយបារម្ភខ្លាចកម្លាំងអំណាចដេជះបារមីផងទើបបានជាស្ដេចស្រុកលាវព្រះស៊ីសុចនាគុណហតលើកកូនក្រមុំព្រះនាមសយបុផាឲ្យទៅដំបងក្រញូងទុកធ្វើជាភរិយាតែស្ដេចលាវនឹកគិតក្នុងខ្លួនម្នាក់ឯងថាដំបងក្រញូងនេះខ្លាំងពូកែណាស់ហើយនឹងអាចក្បត់ដណ្ដើមរាជពីយើងជាមិនខានដូច្នេះត្រូវតែធ្វើដោយម្ដេចដើម្បីកម្ចាត់ឲ្យបានមុនជាដាច់ខាតស្ដេចលាវក៏អង្វរកូនស្រីឲ្យប្រើល្បិចកិត្តកលស៊ើបសួរប្តីថាតើធ្វើដោយម្ដេចទើបគេអាចសម្លាប់បានហើយបើចង់សម្លាប់វិញតើគេប្រើមធ្យោបាយដោយម្ដេចកាលណាបានដឹងសពគ្រប់សេចក្តីហើយនាងត្រូវមកប្រាប់បិតាវិញជាបន្ទាន់លុះទៅដោយការលួងលោមរបស់ប្រពន្ធដំបងក្រញូងរៀបរាប់អស់នៅរឿងអាចកំបាំងដែលមានជាប់តាក់ទងនឹងអាយុជីវិតរបស់ខ្លួននាងសយបុផាក៏យកដំណឹងនោះទៅប្រាប់បិតាតាមដំណើររឿងបានដឹងដោយបំណងស្ដេចលាវមិនបង្អន់យូរឡើយក៏ចាត់ចែងរៀបចំឲ្យធ្វើគ្រឿងយន្តដាក់ក្នុងបង្គន់សម្រាប់សម្លាប់ដំបងក្រញូង
ថ្ងៃមួយនៅពេលដែលដើរចូលទៅក្នុងបង្គន់ដំបងក្រញូងដើរទៅតាក់ជើងនឹងខ្សែជាហេតុធ្វើឲ្យកន្លឹះគ្រឿងយន្តបាញ់ស្នចំចូលក្នុងរន្ធគូតដែលជាកន្លែងដួងកែវជីវិតដំបងក្រញូងមិនបានស្លាប់ភ្លាមនោះទេពេលនោះដំបងក្រញូងយល់ច្បាស់ណាស់អំពីបបហេតុដែលនាំបណ្ដាលឲ្យអស់ជីវិតគាត់បានពោលថាមិនគួរណាយើងមកបរាជ័យចាញ់បោកគេដោយសារតែសម្ផស្សរបស់ស្ត្រីសោះហើយគាត់បានផ្ដែផ្ដាំទៀតថាមិនត្រូវដេកលងលក់ទេនៅពេលណាដែលយើងត្រូវខ្យល់បោកបក់បោសអង្អែកាលណាចូលដំណេកមិនត្រូវនិយាយរឿងអាចកំបាំងប្រាប់ប្រពន្ធទេមិនត្រូវទុកចិត្តស្រីណាដែលនៅក្រៅពីគ្រួសារកាលណាឃ្លានគេត្រូវយកអង្ករមកលាងដណ្ដាំបាយឲ្យឆ្អិនសិនសឹមបរិភោគក្រោយដោយមានរបួសជាទម្ងន់ដំបងក្រញូងក៏ចាក់ចេញពីស្រុកលាវហើយត្រឡប់ទៅស្លាប់នៅឯស្រុកកំណើតរបស់ខ្លួនវិញគឺនៅស្រុកសួនមង្ឃុតនោះបើតាមពងសាវតាវត្តទឹកវិលពងសាវតាដដែលបានបញ្ជាក់បន្តទៀតថាព្រះនាងសោយបុប្ផាដែលពោពេញទៅដោយវិបដិសារីបានធ្វើដំណើរទៅតាមស្វាមីហើយបម្រើកំដរប្រណិប័តរហូតដល់ថ្ងៃស្លាប់ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទម្លាប់ប្រពៃណីហើយបានយកអធិធាតុទៅតម្កល់ទុកនៅក្នុងចេតិយមួយក្នុងស្រុកចម្ប៉ាសាក់រីឯពញាក្រែកឬព្រហ្មកិលវិញព្រះអង្គបានទទួលរាជជាពិសេសនៅថ្ងៃ1កើតខែមិគសេឆ្នាំវកពុទ្ធសករាជ1552គ្រិស្តសករាជ1008ព្រះអង្គបានទទួលព្រះបរមនាមថាព្រះបាទសម្ដេចសន្ធប់អម្រែកព្រះបរមព្រហ្មកិលអង្គម្ចាស់នេះបើតាមពងសាវតារបស់ព្រះអង្គម្ចាស់នពរដ្ឋតែបើតាមពងសាវតាវត្តកោកាថាពញាក្រែកឬព្រហ្មកិលព្រះអង្គមានព្រះបរមនាមថាព្រះបាទសន្ធប់អម្រិនដកស្រង់ចេញពីសៀវភៅព្រះធម៌ទេសនារបស់ភិក្ខុសុខសុភាព ចៅអធិការវត្តលៀបនិងជាព្រះធម្មធរអនុគុណស្រុកបាត់ដំបងខេត្តបាត់ដំបងកម្មវិធីប្រជុំរឿងព្រេងខ្មែរសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមត្តបងប្អូនជាទីគោរពរាប់អានសម្រាប់ថ្ងៃនេះកម្មវិធីប្រជុំរឿងព្រេងខ្មែរសូមចូលខ្លួនមកបម្រើអារម្មណ៍ប្រិមត្តបងប្អូនចា៎ដែលមានវត្តមាននៃខ្ញុំកញ្ញាជាអ្នករៀបចំនៅក្នុងកម្មវិធីនេះកម្មវិធីប្រជុំរឿងព្រេងខ្មែរនឹងដកស្រង់យកនៅរឿងព្រេងនិទានផ្សេងៗដែលតាក់ទងជាមួយនឹងទីកន្លែងក៏ដូចជាទីតាំងប្រវត្តិផ្សេងៗនៅក្នុងប្រទេសកម្ពុជាយកមកជម្រាបជូននៅក្នុងថ្ងៃនេះនាងខ្ញុំសូមលើកយកជាមួយនឹងប្រវត្តិអ្នកតាឃ្លាំងមឿងយកមកជម្រាបជូនក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះច័ន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគ្រិស្តសករាជ1502កាលនោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយតែងនាំសួយសារអករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកបឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអករគ្រប់យ៉ាងក្រែងស្ដេចខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសារអករយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទៅប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅដើម្បីជំនួសព្រះនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះច័ន្ទរាជាព្រួយព្រះតីថាព្រះចៅលោកបន្ទុកព្រះហឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមកមើលការផ្ទាល់
ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុទ្រង់តូចព្រះハរតីខ្លាំងអត់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលជប់ឯសត្វថ្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅតតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះច័ន្ទរាជាព្រមទាំងញាតិសាច់សាលោហិតទាំងពួកសេនាបតីហើយរឹបជាន់យកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះច័ន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមនាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាលបៃដែលជាទីព្រះទីនាងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀយកទៅដែរពួកសៀមជាន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស់ចានណាស់ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកករងឲ្យដំរីជន់វាលេងតែវាមានកូននៅក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដូចប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកគ្រួព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតដោយអំណាចកូនដែលនៅក្នុងគភ៌ជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តតូតុនរាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងនាងមានគភ៌គ្រប់ខែ10ក៏ប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យដេជះបារមីនៃទារកនោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូលមាត់គ្នាឲ្យឈ្មោះកូននោះថាឧទែនចំណែកមេដំរីដែលជាព្រះទីនាងក៏កាត់កូនក្នុងថ្ងៃដំណើរទារកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្លីងទៅកាត់កូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដល់រាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា
អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅសពគ្រប់ព្រះចៅពេញព្រះហឫទ័យណាស់ដំណាលពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីសុខត្រូវខ្លះដឹងសេចក្តីខុសត្រូវខ្លះនឹងភ្នករកបិតាសួរម្ដាយថាឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងគេឯទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេម្ដាយកាលបើឮកូនសួរដូច្នេះនាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់រៀងរះទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយញយនាងក៏និយាយបងវេះបងវៀងមិនឲ្យកូនសួរបានដរាបដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនាងនឹកថាកូននេះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្ងាត់តែ2នាក់ដំណើររឿងរ៉ាវតាំងពីដើមដល់ចុងកូនបានស្ដាប់យល់សេចក្តីសពគ្រប់ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារឧទែនចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមឧទែនជាកុមារឆ្លាតវាងវៃអង្អាចប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារឧទែនចូលទៅសេពគប់នឹងពួកម៉ដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងម៉ដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកតតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានព្រះបន្ទូលសួរថាក្មេងនេះមកពីណាម៉ដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយម៉ត់ចត់បោះប្រមូលអាចដំរីដុតបំពួកជីដើម្បីយកទៅដាំស្ពៃស្ពៃក៏មានគុំធំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទែនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថាណែកុមារអញបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីដំរីជាកូនមេដំរីឈ្មោះចំទាវប៉ាលបៃដែលជាទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះព្រេងមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់ព្រិចមកស្លាប់មិនមានអ្នកឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាលដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង្អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន
ពេលនោះកុមារឧទែនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារឧទែនចាត់ការយ៉ាងណាឲ្យទៅចាប់បានព្រះទីនៀងនោះឧទែនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បានទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់បៃពេលចេញទៅចាប់កុមារឧទែនបង្គាប់ឲ្យរៀនពិធីបួងសួងសែនព្រេនឥកធឹកអ្នកស្រុកផ្អើលមកមើលកឹកកងពីសពេញមីដេកដាស់លុះសែនព្រេនរួចកុមារឧទែនបង្គាប់ឲ្យយកចេក3ស្និតអំពៅ3បាច់ពេលទៅដល់ព្រះទីនៀងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិចតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចដេចចាស់បុណ្យបារមីនៃឧទែននិយាយទូមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដូចអំពីដើមឲ្យចេកនិងអំពៅស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតបាច់ចាប់ចងអ្វីហាក់ដូចជាមកចាស់យូរមកហើយចាប់តាំងពីថ្ងៃដែលទៅយកព្រះទីនៀងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទែនថាជាអ្នកមុះមុតស្ទាត់ជំនាញខាងមកដំរីសំបីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុកព្រះហឫទ័យលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នែកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមឲ្យបានសម្រេចដូចសេចក្តីបំណងទៅដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើតធ្វើជាលនិងឈើជើងដំរីឲ្យយកជាលច្រកអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងទ្រង់ចាត់ឲ្យជ័យអស្ចារ្យខ្លួនទៅតាមតាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចធំអណ្ដែតតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះទ័យចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននឹងដំរីធ្នាក់ដ៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់ការនោះឲ្យជ័យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចុះលុះរៀបធ្វើពិធីរួច
ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរុះរាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចោះចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងគោបជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអាត្រៀតមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសប្តិគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទៅជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះច័ន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងរាជស្នងព្រះបិតារឿងនេះមិនបាទស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេកនិងតូចព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើឧបាយកលបោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះច័ន្ទរាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នេះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយអះអាងហ៊ានតទល់នឹងទ័ពសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាទ័ពច្បាំងនឹងពលសៀមទៅបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យចុងស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្ត
ចំណែកខ្ញុំធានាខាងឯទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកហូរកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែនទ័ពសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសពថ្ងៃហៅថាអូស្វាយដូនកែវជួនគ្នានឹងទ័ពជ័យអស្ចារ្យទ័ពខ្មោចចេញសម្ដែងរិទ្ធធ្វើឲ្យពលសៀមវិលមុខចុកពោះចុកក្អួតដួលខ្លួនឯងស្រុះទៅព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅសុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសពថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសពថ្ងៃនេះហៅថាធ្វើបុណ្យឡើងនេតាឃ្លាំងមឿងទៅវិញលោកស្រីអ្នកនាងកញ្ញាប្រិមិត្តបងប្អូនអ្នកស្ដាប់ជាទីគោរពចា៎ប្រវត្តិអ្នកតាឃ្លាំងមឿងដែលនាងខ្ញុំបានជម្រាបជូនអំបញ្ញនេះចប់តែប៉ុណ្ណេះនាងខ្ញុំក៏សូមខន្តីអធិស្ឋាននៅរាល់កំហុសខុសឆ្គងការអានមានលើសលួសពាក្យពេចន៍ដោយប្រការណាមួយដោយអចេតនាសូមអរគុណជាមួយនឹងការជួបតាមដានស្ដាប់ពីសំណាក់ប្រិមិត្តផងដែរសូមគោរពជូនពរសូមឲ្យប្រិមិត្តបងប្អូនទាំងអស់សូមឲ្យមានសុខភាពល្អសូមមានចាជោគមានជ័យសូមរកទទួលទានមានបាននៅគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះកម្មវិធីប្រជុំរឿងព្រេងខ្មែរសូមគោរពលាត្រឹមតែប៉ុណ្ណេះជួបគ្នាថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលនាងខ្ញុំកញ្ញាសូមអរគុណសូមជម្រាបលា